ប៉ុន្តែហុងជីបានបដិសេធព្រោះនាងធ្វើខាត់វិជាគុណដាវដែលត្រូវការធ្វើដំណើរជាមួយការប្រយុទ្ធបើនៅមកកន្លែងគឺមិនស័ក្តិសមជាមួយដាវបើនាងលុយហើយបានឃើញជូសៀវម្ដងទៀតប៉ុណ្ណឹងជីវិតមួយនេះនាងក៏មានការស្ដាយក្រោយទៀតដែរជូសៀវក៏តបនាងបង្ហាញថាយល់ស្របហុងជីក៏មកអោនថើបគេទៅជូសៀវក៏ផ្ដែផ្ដាំគេឈ្មោះជាបិសាចនឹងទុកឲ្យគេជាអ្នករ៉ាប់រងតែម្នាក់ឯងគឺវាបានន័យអូនឯងវិញគឺជាពន្លឺតែមួយគាត់ក្នុងពិភពលោកបងចឹងបងក៏មិនចង់ឲ្យអូនឯងបន្លាក់ដោយឈាមបន្តិចនោះឡើយតែហុងជីបែរជាទៅអបគេឲ្យបដិសេធបើសិនជាបងឯងជាបិសាចអូនក៏នឹងខ្លាយទៅជាបិសាចដូចគ្នាហើយមុនពេលដែលចាក់ចេញនាងក៏សុំឲ្យឈូសៀវបំពេញបំណងរបស់នាងមួយនិយាយចប់ក៏ចន្ទើទៅថើបមាត់គេផ្លាប់ដូចជាចាប់ផ្ដើមវៃដាតពេញនឹងបដ ឲ្យដឹងរៀនពីណាទេបាទហើយលើកនឹងជើងក៏ឃើញថាមិនមែនឈូសៀវអ្នករាវទេគឺជានាងអ្នករាវវិញម្ដងបាទប្លែកមែនទែនពួកគេទាំងពីរក៏បាយណៃគ្នាពេញមួយយប់នឹងរើព្រឹកឡើងមកដល់ស្រឿងក៏កាត់ទៅដល់ចែកលួម្ដងពងតាំងអង្គុយទល់មុខគ្នាជាមួយបិសាចដើកតាមមើលលក្ខខណ្ឌដើម្បីឲ្យចែកលួបញ្ឈប់ការប្រយុទ្ធគឺបិសាចដើកយល់ព្រមទាឲ្យនាងហើយក៏ចាប់ផ្ដើមសួរទៅថាកញ្ញាលួឯងចង់ឲ្យខ្ញុំទាយពីអីកញ្ញាលួអត់ប្រាប់ទេតែពីសមត្ថភាពរបស់នាងផ្លេតឲ្យទាយមើលទៅថានាងចង់ទាយពីអីបិសាចដើកក៏មិនអន់ប្រមាណដែរពិតជាទាយដឹងថាចែកលួចង់ទាយពីអនាគតរបស់ឈូសៀវឮហើយចែកលួក៏សរសើរទៅថាពិតជាមានសមត្ថភាពក្រាន់បើប៉ុន្តែស្ដេចអណ្ដើកក៏តបទៅវិញថាទាយមិនចេញនោះទេឮបែបនេះអ្នកមីងអោសក៏ចង់ទាយពីគូប្រេងរបស់នាងវិញម្ដងចែកអាស្វាយក៏អូខេទៅនិយាយប្រាប់ទៅកាន់បិសាចអណ្ដើកក្នុងចិត្តក៏មកស្ដីឲ្យអ្នកមីងអោសខ្ពើម៉ាស់អាយុរាប់ពាន់ឆ្នាំអីមកចង់ទាយពីរឿងដល់គូដល់អីទៀតមីងអោសក៏បកស្រាយក៏មកភ្លើពេកទាយពីរឿងគូសកលរបស់ខ្លួនក៏ជាបានទៅដល់អាឈូសៀវនឹងដែរមិនខានព្រោះតាមមើលពួកគេគឺកិច្ចមិនផុតពីខ្លាយជាស្រីរបស់វាលីអនាគតរបស់ឈូសៀវគឺអាចតាក់ទងជាមួយខ្សែឈាមនៃវាសនារបស់មនុស្សលោកតាក់ទងពីអាចកំបាំងខាងក្រៅឋានសួគ៌ថែមទាំងអាចកំបាំងមានជីវិតអមតៈទៀតផងឯបិសាចអណ្ដើកវិញក៏ចាប់ផ្ដើមទាយភ្លេតព្រោះក្រៅតែពីទាយអនាគតរបស់ឈូសៀវរឿងផ្សេងគឺងាយស្រួលទេមកភ្លេតប៉ុណ្ណោះក៏យកដំណឹងល្អមកប្រាប់អនាគតទៅចេះឯងគឺមានកូនដល់ទៅ2នាក់ប្រុសមួយស្រីមួយតែភ្លាមក៏ស្រាប់តែមានរឿងខុសប្រក្រតីផ្ទៃមេឃចាប់ផ្ដើមអួតអាប់ប្រមូលផ្ដុំជាពពកខ្មៅសុកបិសាចអណ្ដើកក៏ស្រាប់តែគួតឈាមប្រាវធ្វើឲ្យចេះលួចង់ដឹងខ្លាំងមែនទែនតើកញ្ញាឯងបានឃើញអីទៀតនាងក៏ប្រាប់ថាបានឃើញអនាគតផ្ទៃមេឃត្រូវបានគេហែកលំហដ៏ធំមួយអាពើខ្មៅគឺបានសាយភាយពីពេញទ្វីបសត្វចម្លែករឿងបណ្ដោះក៏ចាប់ផ្ដើមមកអុកលុកហើយគោលដៅរបស់វាគឺជាអ្នកខ្លាំងកម្រិត Emperor ម្នាក់ប៉ុន្តែនាងមិនអាចមើលឃើញនៅមុខមាត់របស់ Emperor ម្នាក់នឹងទេប៉ុន្តែនាងអាចប្រកាសយ៉ាងច្បាស់ថាគេនឹងមិនមែនជា Emperor នៅក្នុងប្រវត្តិសាស្ត្រឡើយអញ្ចឹងគឺមានតែ Emperor ថ្មីហើយក្នុងរូបភាពកញ្ញាឯងក៏នៅចិត្តនៅ Emperor ម្នាក់នោះបើតាមមើលគូសកលរបស់កញ្ញាឯងគឺជាកាត់នឹងឯងចៅលោកក៏បន្តសួរថាម៉េចបានជានាងក្អួតឈាមចៅអោសោវិញក៏ទាយថា Emperor ម្នាក់នោះគឺប្រហែលជាឈូសៀវព្រោះនៅក្នុងសម័យកាលមួយនេះមានតែឈូសៀវម្នាក់ប៉ុណ្ណោះដែលមានឱកាសក្លាយជា Emperor ឯស្ដេចអណ្ដើកក៏បកស្រាយថាដោយសារតានាងបានឃើញនៅបិសាចមួយក្នុងអាប់ហើយគ្រាន់តែសម្លឹងប៉ុណ្ណោះក៏ប៊ីសតែធ្វើឲ្យពលឹងបន្ទាកអាលីខ្ទេចងឹបដែរឮហើយចៅលោកក៏ឆ្ងល់បណ្ដោយអនាគតទៅមានរឿងអីកាត់ឡើងហើយអាបិសាចមួយនោះអីក៏ខ្លាំងម៉េចក្រោយមកយើងកាន់មកដល់ឈូសៀវវិញម្ដងបាយណៃគ្នាអីអស់រួចហុងជីក៏លាកពាក់កៅអៅប្រងចេញដំណើរឈូសៀវភ្ញាក់តែនក៏សួរនាងផងដែរថាទៅហើយមែននាងក៏តបថាមិនចង់ខ្លាចជាបន្ទុករបស់ឈូសៀវទៀតឡើយនាងចង់ខ្លាចជាអ្នកខ្លាំងរហូតដល់អាចឈោមុខជាមួយរឿងគ្រប់យ៉ាងជាមួយគេឈូសៀវក៏មិនបានខិតមិនបានអីដែរហើយក៏ចង់ឲ្យនាងចាក់ចែងនៅពេលព្រឹកទៅចាំគេជូនដំណើររួចក៏មាននៅរបស់ចំនួន2ដែលចង់ប្រកល់ឲ្យដូចគ្នាទី1គឺជាកណ្ដាស់វេទមន្តពេលដែលនាងមានគ្រោះថ្នាក់គឺអាចប្រើប្រាស់វាបានបងនឹងបញ្ញាបញ្ញាទៅជួយអូនឯងឲ្យបានលឿនបំផុតហុងជីក៏និយាយលេងសើចស្រុំស្រួលគឺជារូបនាងដែលទៅជួយគេវិញក៏ថាបានក្រោយមកទាំងពីរនាក់ក៏និយាយគ្នារហូតដល់ព្រឹកហើយឈូសៀវក៏មកជូនដំណើរនាងជួបជាមួយអូនឈៀវក៏និយាយរាក់ទាក់ធម្មតាព្រោះខានជួបគ្នាយូរគេក៏សួរនាងផងដែរថាចង់ធ្វើដំណើរទៅជាមួយហុងជីមែនឈៀវឆ្លើយថានឹងហើយព្រោះនាងក៏ចង់ខ្លាចជាអ្នកខ្លាំងដែរចង់សងសឹកទៅកាន់មនុស្សនៅពីក្រោយខ្នងដែលបានសម្លាប់នៅគ្រួសាររបស់នាងចុងក្រោយឈូសៀវក៏ភាកចិញ្ចៀនលំហមួយទៅឲ្យនាងដែលខាងក្នុងគឺមាននៅត្បូងសិនជន់ចំនួន100លានដែលគេទើបតាមទទួលបានហើយក៏ផ្ដែផ្ដាំឲ្យប្រយ័ត្នខ្លួនចឹងទៅមិនចាំបាច់បង្ខំពេកនោះទេហុងជីអបគេលាបដៅតបដៅថានាងមិនមែនជាកូនក្មេងទៀតឡើយចុងក្រោយនាងក៏ទៅខ្សឹបដាក់តិចឈូសៀវហៅគេថាប្តីសម្លាញ់មួយម៉ាត់ផ្ដែផ្ដាំឲ្យប្រយ័ត្នខ្លួនដូចគ្នារួចក៏ចាប់ផ្ដើមចេញដំណើរហើយនាងគឺលួចបង្ហូរទឹកភ្នែកព្រោះក្នុងចិត្តក៏មិនដាច់ចិត្តដែរឈូសៀវវិញក៏នៅឈោសម្លឹងមើលនាងរហូតដល់ដាច់កន្ទុយភ្នែកតែម្ដងធ្វើឲ្យចែលួក៏មកចំអន់គេលេងថានេះជាលើកទី1ហើយដែលនាងបានឃើញគេបែបនេះមើលទៅកញ្ញាមួយនឹងគឺមានឋានៈពិសេសខ្លាំងក្នុងបេះដូងបើឯងមិនខានឈូសៀវតបបើសិនជាពិភពលោកមួយនេះពោពេញទៅដោយភាពងងឹតនាងគឺជាពន្លឺតែមួយគត់សម្រាប់គេចែលួបន្តចំអន់បណ្ដោយចំនិយាយចឹងអត់ខ្លាចអ្នកគ្រូហើយនឹងចែហួរបើឯងប្រចាំណាឈូសៀវបង្វែរប្រធានបទអត់ចង់ឆ្លើយសំណួរនឹងទេទៅសួរនាងពីការទាយអនាគតវិញម្ដងថាយ៉ាងម៉េចទៅហើយតែចែហួរក៏អត់បានប្រាប់ដូចគ្នាចាប់ផ្ដើមសួរឈូសៀវដឹងពីគោលបំណងដែលនាងមកអត់ចម្លើយនោះគឺមកសងសឹកអារឿងដែលគេបានបោកប្រាស់នាងនឹងឯងឈូសៀវគឺភ័យលឹងស្លើមុខអីបាទជាយាមប្រកែកចែឯងកុំចោតប្រកាន់ខ្ញុំមើលឃើញនាងអត់ឈប់ក៏តឹងផងអ្នកមីងលួវិញម្ដងអ្នកមីងណារឿងទាំងអស់ខ្ញុំធ្វើគឺដើម្បីតែអ្នកមីងឯងហើយមិនបានជាចុងក្រោយសុកចិត្តឈោមើលអត់ជួយខ្ញុំអញ្ចឹងអ្នកមីង
មីងលួក៏ចេញមកខិតពិតមែនប៉ុន្តែគ្រាន់តែប្រាប់ថាពេលដែលវាយនឹងកុំដៃធ្ងន់ពេកទៅបានអីចែអាស្វាយក៏តបថាមិនបាច់ភ័យទេអាឡិតមួយនេះមានវិជាសម្ងាត់ទី1អញ្ចឹងទោះបីជាកាត់ដៃរបស់វាចោលក៏ដោយក៏រីដែរហើយមិនឥឡូវចេះនិយាយកាន់ជើងទៅកាន់អាឡិតនឹងផងយីប៉ែឯងលងស្នេហ៍ជាមួយអាកិតនឹងហើយមែនគេនិយាយត្រូវរឿងអ្នកមីងលួតបទេចង់ទៅគម្រាមគ្រប់គ្រងរាងកាយទៀតផងប្រការផ្នែករយៈពេលមួយខែនឹងវាមិនទាន់ចប់បែបនេះក៏ធ្វើឲ្យចែលួលេងតវ៉ាទៅយកកំហឹងទាំងប្រមាណមកដាក់លើឈូសៀវវិញរករឿងតាំងពីពេលដែលឈូសៀវអបចង្កេះនាងទៀតឈូសៀវកាន់តែភ័យថែមបាហើយចែឯងសួររឿងនឹងធ្វើអីអូសួរចង់ដឹងអូនឯងចង់សាកកន្លែងផ្សេងអត់ឬហើយចែអសធ្វើមុខរៀងពេញចិត្តចែអស្វាយក៏មាននិយាយអីច្រើនទៀតដែរចាប់អូសឈូសៀវចូលទៅក្នុងបន្ទប់បដ យចង់ស្លាប់ស្អីគេជាប់សួតថាត្រៀមខ្លួនរួចហើយនៅជូសៀវប្រកែកព្យាយាមយុគលេសចែពួកយើងនៅក្នុងទីក្រុងបិសាចនឹងឥឡូវណាអញ្ចឹងមិនគួរធ្វើរឿងដែលហត់អញ្ចឹងឡើយតែនាងនៅតែប្រាប់ថាមិនបាច់ភ័យទេជាមួយរាងកាយអមតៈអូនឯងដឹងតែអាចត្រឹមបានហើយជូសៀវព្យាយាមប្រកែកមិនទៀតក៏នាងមិនយល់ព្រមដែរបានទៅធ្វើបាបគេដាក់ឡើងស្រែកពេញបន្ទប់តែម្ដងបជាអន្តិចគឺបានបាយណៃទេគឺក្រាន់តែបលែងគ្នាលេងអញ្ចឹងណាមកសន្ទុះក្រោយមកយើងក៏ឃើញជូសៀវត្រូវបាននាងចាប់ដៃចាប់ជើងជាប់ចង់ព្យួរក្បាលចុះក្រោមសងសឹករឿងដែលវាបោកនាងផងទៅបន្លំប៉ះរឿងកាយរបស់នាងផងរួចហើយក៏ដល់ចេញទៅបាត់ធ្វើជូសៀវស្រែកថាឲ្យស្រ័យចំណងខ្ញុំសិនតែចេញទៅភ្លាមក៏មានដៃមួយបានបើកទ្វារមកវិញភ្លេតធ្វើវាយកច្រឡំថាជាចែកត្រង់ស្រែកហៅលងលំតែខ្មាស់គេបដ យព្រមមិនមែនជាចែកទេបែរជាស្ដេចកញ្ជ្រោងទៅវិញហើយជូសៀវក៏បញ្ជានាងជួយស្រ័យចំណងគេរើស្លៀកពាក់ខោអាវបដក៏សួរបដថាយកថ្មនឹងអីមករកខ្លួនមានការអីនេះលោកដែលត្រូវបិសាចឃុំខ្លួនគឺត្រូវបានជួយសង្គ្រោះអស់ហើយអញ្ចឹងក៏មកឲ្យជូសៀវទៅទទួលដើម្បីយកមុខជូសៀវទៅអែក្បាលនាងសរសើរថាធ្វើបានល្អរួចមកក៏ចេញដំណើរទៅភ្លេតហើយដៃរបស់វានឹងគឺអដកពីម្បេះគូតរបស់នាងទេបាទតែបិសាចកញ្ជ្រោងគឺបែរជាពេញចិត្តទៅវិញអញ្ចឹងខ្ញុំឆ្ងល់ដែរស្រីជាចិត្តអញ្ចឹងមែនចេញមកដល់ខាងក្រៅជើងក៏ឃើញមានកដាសកដាអីហោះពេញទីក្រុងជូសៀវក៏ដឹងបដ យថានេះគឺជាការបូជាកដាទៅឲ្យស្ដេចបិសាចស្វាដែលជាជីយន់ហើយក៏មិននឹកស្មានថាពិភពបិសាចមានទលាមទន្លាប់ដូចជាមនុស្សលោកដែរស្ដេចកញ្ជ្រោងក៏ប្រាប់គេថានៅក្នុងទីក្រុងមួយនេះគឺមានរឿងព្រេងនិទានមួយអ្នកដែលស្លាប់បើសិនជាបានធ្វើបុណ្យនៅក្នុងទីក្រុងគឺនឹងអាចទៅចាប់ជាតិមានជីវិតដែលមានក្តីសុខនៅជាតិក្រោយហើយកំពុងតែដើរសក់ក៏ស្រាប់តែមានបិសាចស្វាមួយក្បាលបានលោតមកវាយប្រហារសងសឹកកាន់ឈូសៀវប៉ុន្តែស្ដេចបិសាចកាក់អញ្ចឹងក៏ប្រើតែដៃទេទៅរងប៉ុណ្ណោះក៏វាទៀតហើយក៏និយាយឌឺហើយអាគុណបិសាចអីមកលេងកំ plei អញមើលមែនអាបិសាចស្វាមួយនឹងអត់ខ្វល់ទេទោះបីឈូសៀវខ្លាំងក៏ដោយក៏វាត្រូវតែសងសឹកដែរព្រោះថាជីយន់ធ្លាប់បានជួយសង្គ្រោះគ្រួសាររបស់វាទាំងមូលឈូសៀវចិនវាបញ្ញាដីហើយនិយាយតបកាលពី30ឆ្នាំមុនជីយន់ធ្លាប់ដឹកនាំពូជអម្បូររបស់វាទៅបំផ្លាញមនុស្សលោកពេញមួយទីក្រុងសំបីតែម្នាក់ក៏មិនរស់ដែរហើយអញសម្លាប់វាចោលតាមម្នាក់ឯងចាត់ទុកថាសំណាងទៅទើបមកជើងម៉ាំងដេញឲ្យវាដេកផ្ទះវិញទៅថ្ងៃនឹងអញចង់សម្លាប់អាណាគេទេហើយក៏ណែនាំហើយនឹងអន់ខ្លាំងណាស់មុនពេលដែលខ្លាំងគឺត្រូវតែរៀនត្រឹមអាកូនបិសាចស្វាគឺឈឺចិត្តមែនទែនប៉ុន្តែធ្វើអីមិនបានឡើយបានត្រឹមតែសន្យាថានឹងសងសឹកនៅថ្ងៃអនាគតនៅកន្លែងមួយទៀតនៃទីក្រុងយើងក៏ឃើញមានមនុស្សលោកមួយក្រុមវងតែត្រូវបានហោមពាត់ទៅដោយពពួកបិសាចអញ្ចឹងក៏នឹមគ្នាភ័យថាដល់វេនងាប់ហើយមែនប៉ុន្តែភ្លាមក៏ចាប់អារម្មណ៍ទៅមើលនៅពពួកបិសាចមួយក្រុមទៀតដែលជាស្ដេចមេអំបៅហើយនឹងកញ្ញាមេអំបៅកំពុងតែលីមឈូរបស់ជីយន់ដើម្បីទៅបូជាពួកគេក៏ខ្សឹបខ្សៀវទៅហើយដឹងរឿងភ្លេតមិននឹកស្មានថាហូលីសារបស់ប៉ាថៃស៊ូខ្លាំងដល់ថ្នាក់នឹងសោះភ្លាមអាប៉ែម្នាក់ក៏ស្រែកឲ្យគ្រប់គ្នាទៅមើលនួហូលីសារបស់ប៉ាថៃស៊ូម្ដងលុយបានឃើញភ្លាមក៏នឹមគ្នាសប្បាយចិត្តភ្លេតតើប៉ុណ្ណេះដឹងត្រួយខ្លួនឯអញពួកស្រីវិញឃើញតែមុខរបស់គេហើយក៏លោកស្នេហ៍ភ្លេតឯឈូសៀវដើរកាត់មុខកញ្ញាមេម៉ៅដូចជាគ្មានអីកាត់ឡើងដដែលតែនាងក៏នៅតែនិយាយថាគង់តែមានថ្ងៃដែលនាងយកឈ្នះគេលទេឈូសៀវអត់ខ្លាចឡើយតបថាពេលណាក៏បានដែរប៉ុន្តែរំលឹកថានាងមានឱកាសតែម្ដងប៉ុណ្ណោះព្រោះលើក្រោយគេនឹងមិនបន្ធូរដៃឲ្យឡើយកញ្ញាមេម៉ៅក៏ហួសចិត្តអញ្ចឹងអញត្រូវអរគុណឯងដែលបន្ធូរដៃឲ្យមែនពិតជាគួរអស់សំណើចមែនខ្ញុំពិតជាល្ងងខ្លាំងណាស់ត្រូវអត់ដែលស្រឡាញ់ឯងតែឈូសៀវបែរជានិយាយថាគេមិនដែលស្រែកនាងនោះឡើយក្នុងពិភពលោកមួយនេះគឺមានតែក្តីស្រឡាញ់ពិតប្រាកដប៉ុណ្ណោះដែលជារបស់ដែលមានតម្លៃបំផុតលឺភ្លាមនាងក៏ស្រក់ទឹកភ្នែកនិយាយលេងចេញឯចែលួឃើញរឿងទាំងអស់នេះហើយក៏ដឹងការពិតពីមូលហេតុដែលឈូសៀវបានលើកលែងឲ្យកញ្ញាមេអំបៅអ្នកមីងអោសោដូចជាអត់យល់ទេអញ្ចឹងក៏សួរចែអោស្វាយក៏ឌឺមួយម៉ាត់ថាសំអឿនហើយក៏បញ្យល់ទៅទោះបីជាឈូសៀវចិត្តដាច់សម្រាប់ជីវិតគ្មានមេត្តាមានរហស្សនាមថាជាស្ដេចបិសាចឈូតែការពិតទៅរូគេគឺជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំងណាស់ស្ដាប់ពាក្យសម្ដីរបស់គេមិញនៅក្នុងពិភពលោកមួយនេះគឺមានតែស្នេហាពិតជារបស់ដែលមានតម្លៃបំផុតហើយនឹងក៏ជាមូលហេតុដែលឲ្យបានសម្លាប់កញ្ញាមេអំបៅអ្នកមីងអោសោក៏អូខេយល់ហើយទៅគិតថានាងជ្រើសយកឈូសៀវគឺមិនខុសមែនធ្វើឲ្យចែអាស្វាយក៏គាំងអ៊ីចុយហើយទទួលស្គាល់ឯពពួកមនុស្សលោកវិញគឺដឹងគុណជាខ្លាំងទៅកាន់ឈូសៀវតបថាមិនបាច់គួរសមទេសុទ្ធតែជាមនុស្សលោកដូចគ្នាតែពួកគេនៅតែលុតជង្គង់ចុះស្រែកថានឹងសងគុណអញ្ចឹងឈូសៀវក៏ប្រាប់ឲ្យនឹមគ្នាងើបឡើងមកឥឡូវមានសុវត្ថិភាពហើយអញ្ចឹងក៏បញ្ញាប់ធ្វើអំណើទៅកាន់ទឹកដីមនុស្សលោកជាមួយខ្ញុំវិញតែពួកគេក៏បង្ហាញនៅរបួសពេញខ្លួនប្រាប់ថាប្រហែលជាមិនទាន់អាចទៅបានទេព្រោះត្រូវបានពពួកបិសាចធ្វើទរណកម្មបាយក៏មិនបានស៊ីកម្លាំងដើរក៏គ្មានផង